ស្រូវពេជ្រសម្លេងតូចដែលខ្ញុំធ្វើការថតនៅថ្ងៃទី9 ខែ 2 ឆ្នាំ 2026 ស្រូវពូជ85ស្រែកសិករឈ្មោះពូសម្បូរបាននៅខាងខេត្តកំពង់ធំហើយស្រែហ្នឹងគឺយើងធ្វើការបាចជីផ្ដាច់បានរយៈពេល3ថ្ងៃកាលនោះយើងបាចផ្ដាច់អាយុ43ថ្ងៃបើជាធម្មតាស្រូវពូជ85យើងផ្ដាច់ត្រឹមអាយុ35 37ថ្ងៃយើងផ្ដាច់បានហើយដោយសារវាសលៃប៉ានីប៉ុន្តែឆ្នាំនេះគឺសលៃស្រូវគឺការវិវត្តរបស់វាយឺតជាងរាល់ឆ្នាំដែលមកដល់ពេលនេះស្រូវអាយុ46ថ្ងៃទៅពេជ្រសលៃបានប៉ុណ្ណឹងបាទរឿងយឺតជាងឆ្នាំទៅហើយវាយឺតមានលក្ខណៈមួយទៀតគឺដោយសារតែគាត់វគ្គទី1គាត់ក្របានបញ្ចូលទឹកហើយគាត់ក្របានបាញ់ថ្នាំស្មៅហើយគាត់ក្របានបាជីរហូតដល់អាយុ19ថ្ងៃបានទៅតែបានបាជីលើកទី1អញ្ចឹងហើយស្រូវនឹងយឺតក្នុងពេលយើងបាជីអញ្ចឹងធ្វើឲ្យការវិវត្តកំពុំសលៃនឹងរឿងយឺតតាមនឹងដែរហើយយើងផ្ដាច់ជីវគ្គចុងក្រោយហ្នឹងយើងប្រើជី NPK 1553បាទហើយ GNPK 1553យើងផ្ដាច់ទៅបាន3ថ្ងៃទេតែស្លឹកស្រូវរបស់យើងឃើញហើយច្រឹងចូលត្រង់ល្អស្លឹកវាក្រាស់បាទនេះក្រាស់ចូលត្រង់ល្អហើយធន់នឹងជំងឺមកដល់ពេលនេះជំងឺអត់តន់កើតឡើងទេក្នុងស្រែរបស់យើងហើយបើយើងមើលជើងក្រោមវិញស្លឹកទាំងស្លឹកទាំងដងដើមរបស់វាគឺអត់មានតន់ចូលជំងឺឬក៏ដប់ជើងក្រោមដែលធ្វើឲ្យស្រូវអាចប្រឈមនឹងការពុកដើមពុកអីអត់មានទេបាទហើយនិយាយពីឫសស្រូវចេញមកបន្តថ្មីរហូតតែម្ដងអូខេហើយចំពោះស្រែនេះផងដែរយើងធ្វើការបាជីផ្ដាច់យើងប្រើជី NPK 1553ហើយវគ្គទី2យើងបាចស្រូវអាយុ31ថ្ងៃហើយយើងប្រើជី NPK 2816ហើយនឹងវគ្គទី1យើងបាជីនៅពេលដែលស្រូវយើងមានអាយុ19ថ្ងៃគឺយើងប្រើជី DAP ដែលមានលេខ164110ផលិតផលថ្មីក្រុមហ៊ុន SPK 1ហើយយើងលាយជាមួយជីមេឃដីបាទអញ្ចឹងចំនួនគីឡូដែលយើងបាចក្នុងផ្ទៃដី1ហិកតានេះបាទដីវគ្គទី1យើងប្រើជី DAP 164110ចំនួន 2B ហើយយើងលាយជាមួយនឹងជីមេឃដី 1B បាទបាចស្រូវអាយុ19ថ្ងៃបាទអញ្ចឹងយើងបាញអញ្ចឹងទៅដោយសារតែយើងបាញខកពេលអញ្ចឹងហើយខ្ញុំប្រើដល់ 3B មួយតាដីល្អណាប៉ុន្តែយើងមើលទៅស្រូវរៀងវាដំណើរការវារៀងយឺតអញ្ចឹងយើងប្រើដល់ 3B កាលនោះយើងបាជីឲ្យដើមដងមានការស្ទុះលូតលាស់ល្អហើយឫសអីគឺមកកាផ្លេមកឫសស្អាតហើយ10ថ្ងៃក្រោយយើងប្រើជី 2B ទៀតយើងប្រើតែ 2B ទេដោយសារតែយើងស្រូវយើងអត់តន់ធ្លាក់អត់តន់អន់ហើយយើងមិនចង់បខំជីខ្លាំងដែលធ្វើឲ្យស្រូវយើងកើតរោគឬក៏កើតជំងឺប្រឡាស់យើងពិបាកនឹងទប់ទល់ដូច្នេះហើយយើងប្រើជី 2B ដែលមានលេខ2816វគ្គទី2ហើយនៅពេលដែលយើងបានជីផ្ដាច់នេះដោយសារតែស្រូវយើងនៅតែល្អហើយយើងប្រើជី NPK 1553យើងប្រើ N ទៀប N មធ្យម P ទៀបប៉ូតាស្យូមខ្ពស់ឬក៏កាលីខ្ពស់ដែលយើងបានអញ្ចឹងទៅស្រូវពូជ85វាធន់នឹងជំងឺហើយស្លឹកវាអត់សូវវែងដើមវាក៏អត់សូវលូតវែងតែស្លឹកវាក្រាស់វាឈរត្រង់ល្អស្រូវធន់នឹងជំងឺអញ្ចឹងពេលដែលស្រូវយើងចេញមកការដាក់គ្រាប់ស្រូវគឺបានពេញដល់គល់គូល្អហើយមួយទៀតគឺស្រូវរបស់យើងញាត់គ្រាប់បានល្អហើយគ្រាប់វាភ្លឺថ្លាគ្រាប់ធ្ងន់បាទជាតិប៉ូតាស្យូមខ្ពស់គឺជួយបែបហ្នឹងបាទប៉ុន្តែពេលដែលយើងបាចពីវគ្គនេះតទៅស្រូវយើងប្រកបណាស់ក្បែរអ្នកចិត្តខាងពណ៌ស្រូវយើងនឹងពណ៌ស៊ីចម្ពូអត់សូវជាពណ៌បៃតងដិតខ្លាំងទេបាទប៉ុន្តែការដាក់គ្រាប់វិញគឺមកអេមគឺដឹងតែស្អាតតែម្ដងបាទដូច្នេះហើយបងប្អូនអ៊ំពូមីងជាកសិករទាំងអស់គ្នាចាំតាមដានជាមួយខ្ញុំទាំងអស់គ្នាតើស្រែនេះនឹងផ្ដល់ទិន្នផលយ៉ាងណាដែរបាទចំពោះពេលវេលាដែលយើងបាជី3ដងនេះកន្លែងដែលក្រាស់កន្លែងដែលស្ដើងយើងឃើញហើយគឺស្រូវរបស់យើងបាទនេះ
sờ bao dương cứ bài cùng màu pin lên ở hai mà bài cùng màu pin lên hơi vậy pi chừng ngữ sờ ở chia pan ha thế tại miền tại cơ mu sạc mùi mùi mà dương man bàn hai lời ní có biết xa hai đài mà lên miền pan ha hai mà được chưa đấy miền là rong chăm tạm đang ở cái này tiền mà còn tái đào sờ cứ thông mà đào sờ thông o men tên ok xong rồi